Yo សួស្តីអ្នកនរគ្នាមកលើកនេះជាមួយនឹង intro វារៀងប្លែកដោយសារតែយើងទើបតែទទួលបាន100 subscriber សម្រាប់អ្នកផ្សេងមើលទៅវាពិតជាតិចប៉ុន្តែសម្រាប់ខ្ញុំគឺវាច្រើនខ្លាំងមែនទែនហើយពិតជាអរគុណអ្នកទាំងអស់គ្នាមែនទែនសម្រាប់ការគាំទ្រនិង subscribe មកលើ channel របស់ខ្ញុំហើយខ្ញុំនឹងព្យាយាមធ្វើវីដេអូឲ្យបានច្រើនជាងមុនហើយអត់ដាច់ដូចកាលមុនទៀតទេហើយអ្នកខ្លះវិញមិនបាច់ទឿនទេគឺដល់ថ្ងៃគឺផុសហើយកុំឲ្យស៊ីពេលអ្នកមើលច្រើនពេកតោះចូលទៅកាន់វីដេអូចាប់ផ្ដើមពេលទី10ឡើងគឺលេងនៅពេលដែល Mr. Steer កំពុងតែនៅលើរថភ្លើងជាមួយអ្នកទស្សនាផ្សេងទៀតហើយគេក៏ឲ្យយើងដឹងផងដែរថានៅ 2000 ម៉ែត្រទៀតគឺដល់ទីហើយអ្នកដែលនៅក្នុងរថភ្លើងក៏បានស្រែកគាំទ្រអ្នកប្រណាំងរបស់ខ្លួនរៀងខ្លួនហើយយើងក៏សម្គាល់ថាអ្នកនាំមួយឥឡូវគឺ Sandman ដោយសារធម្មពល Stable របស់ Gyro ធ្វើឲ្យភ្នំនោះវារៀបចុះដែលជួយឲ្យ Sandman ធ្វើដំណើរបានលឿនខ្លាំងជាងមុនតទៅមុខទៀតតែ Gyro គឺពិតជាខឹងខ្លាំងមែនទែន Mr. Steer ក៏ភ្ញាក់ផ្អើលដែលឃើញមនុស្សរត់ប្រណាំងជាមួយសេះហើយរត់បានលឿនជាងសេះទៀតហើយគាត់បានគណនាថាល្បឿនរបស់ Sandman គឺមានទៅដល់100 ម៉ែត្រក្នុង10 second ដែលបរិះអាវខ្មៅនៅក្បែរនោះសឹងតែមិនជឿដោយសារតែវាមិនដែលមានមនុស្សណារត់បានលឿនដល់នេះ Mr. Steer បានបញ្យល់ថាការរត់បែបនេះគឺវាអាចទៅរួចដោយគាត់បានប្រាប់ថា Sandman គឺបានប្រើ style រត់មួយដែលមើលទៅកែងជើងគាត់ទៅដឹងហើយយើងក៏ឃើញដែរថា Sandman គឺរត់មិនបានបន្ថយល្បឿនបន្តិចសោះឡើយហើយ Mr. Steer ក៏បានមកយល់ទៅបរិះនោះថានៅពេលដែលមនុស្សយើងរត់គឺមានកម្លាំងមួយដែលវានឹងបុកឡើងនៅពេលដែលជើងរបស់យើងប៉ះទៅដល់ដីហើយកម្លាំងនោះនឹងបុកចុងកែងនិងសាច់ដុំរបស់យើងចឹងហើយសូម្បីតែមនុស្សមានជើងខ្លាំងបំផុតនឹងក៏អាចនឹងអស់កម្លាំងដែរដែល Sandman បានប្រើ style រត់មួយដែលធ្វើឲ្យកុំឲ្យកែងជើងគាត់នឹងប៉ះទៅដល់ដីហើយវាក៏ជួយឲ្យកម្លាំងទំនាញនឹងបុកមកជើងរបស់ Sandman តិចជាងមុនដែរដែលធ្វើឲ្យគាត់អស់កម្លាំងតិចជាងមនុស្សធម្មតារត់ហើយដោយពឹងលើសមត្ថភាពរបស់ខ្លួនទៀតគឺ Sandman បានលោតថក់ចុះពីលើថ្មចុះឡើងបានយ៉ាងល្អឥតខ្ចោះហើយរាល់កម្លាំងជើងដែល Sandman បានធាក់ទៅលើថ្មនោះគឺវានឹងបង្កើនល្បឿនឲ្យដល់គាត់ទៀតហើយក៏មានបរិមម្នាក់ទៀតសួរបញ្ជាក់ថាចឹងមកន័យថាគាត់គឺបានរត់40គីឡូម៉ែត្រមកទីនេះតាំងពីដើមមកហើយចឹងហើយដោយសារតែការរត់និងការឡើងថ្មដ៏ចម្លែករបស់ Sandman ដែលទាក់ទាញចំណាប់អារម្មណ៍អ្នកដទៃផ្សេងទៀតខ្ញុំសូមបញ្ជាក់បន្តិចចុះព្រោះថាការពិភាក្សាមុនខ្ញុំនិយាយមិនបានពេញលេញ Sandman គឺត្រូវការលុយរបស់គាត់នឹងដើម្បីទិញទឹកដី Arizona នៃក្រុមកុងសម្ព័ន្ធរបស់គាត់នឹងឡើងវិញគឺមិនមែនគាត់ចង់ក្លាយជាស្ត្រីអីទេកាត់មកJohnny និង Poco ដែលកំពុងតែតាមគ្នាទៅវិញទៅមកប៉ុន្តែនៅតែតាមមិនទាន់ Sandman យើងក៏បានលើការប្រកាសពី MC ផងដែរថាមានតែមនុស្ស2នាក់ទេដែលតាមដល់ Sandman គឺ Poco ហើយនឹង Gyro ដែលតាមមកពីក្រោយ Poco ទៀត Gyro គិតថាដូចជាមិនស្មារតីទេព្រោះថា Poco បានសម្រាកលើខ្នងសាកសពគោមុននឹងហើយជិះចម្ងាយឡើង1000 ម៉ែត្រហើយPocoបានធ្វើអីសោះហើយក៏បានរអ៊ូថានៅមានណាម្នាក់ណាទេរត់ហើយនៅភើផ្លូវកាត់ទៀតពិតជាបបាក់ដេញតាមែនអាប៉ែនឹងជាសត្រូវតែមួយគត់តែយើងត្រូវតែមើលនៅពេលដែលដល់ stage ហើយGyroក៏បានគិតរឿងពីក្រោយឡើងវិញក៏បានឃើញថាPocoបានរួចពីការចាញ់យ៉ាងច្រើនដងមិនថាក្នុងព្រៃសាកសពគោឬក៏កិច្ចចេញពីអន្ទាក់របស់ Gyro ហើយវាក៏ធ្វើឲ្យGyroចាប់អារម្មណ៍ដឹងថាPocoគឺមានធម្មពលអីមួយដែលវាគឺជាសំណាងធម្មពលដែលផ្ដល់សំណាងឲ្យគាត់ហើយ stand របស់ Poco ក៏បាននិយាយថាឯងកុំខ្លាចអីយើងនឹងការពារឯងចឹងហើយគឺទៅកុំខ្វល់អីលើដូច្នេះហើយPocoក៏បានស្ទុះសេះរបស់ខ្លួនទៅយ៉ាងលឿនហើយវាក៏ធ្វើឲ្យGyroពិបាកខ្លាំងផងដែរហើយគាត់ក៏បានគិតថាបើសិនជានៅតែសម្លឹងមើលគូតពីក្រោយPocoទៀតគាត់មិនអាចឈ្នះបានទេហើយរួចGyroបានស្ទុះសេះរបស់ខ្លួនយ៉ាងលឿនហើយក៏បានហួសផុតPocoផងដែរហើយវាក៏បានទាក់ទាញចំណាប់អារម្មណ៍របស់ Mr. Steer និងមិត្តស្រីគាត់បន្តទៅមុខទៀតពួកគេក៏បានទៅដល់កន្លែងវងមនុស្សមួយប៉ុន្តែ Mr. Steer ឆ្ងល់មែនទែនព្រោះថាកន្លែងនេះមិនមែនគាត់អ្នករៀបទេតែកន្លែងពួកក្រុមមនុស្សនឹងឈរចាំនោះគឺជាកន្លែងវិហារដែលគេបោះបង់ចោលហើយពួកគេមកប្រមុខផ្ដុំគ្នានេះគឺដោយសារតែពួកគេចង់ឃើញអ្នកឈ្នះនៅ stage ទី1 MC ក៏បានបញ្ជាក់ទៀតថាគឺមានមនុស្សដល់ទៅ 10000 អូមិនមែនទេ
គឺ20,000 គឺមានចំនួនច្រើនជាងការបើកពិធីនឹងលើកដំបូងទៀត Mr. Steele ក៏ឆ្ងល់ដែរតើពួកនេះត្រូវបានគេអញ្ជើញមកមែនទេហេតុអ្វីបានមកច្រើនយ៉ាងនេះហើយមិត្តស្រីគាត់ក៏និយាយថាអ្នកណាដែលឈ្នះក្នុង Stage ទី1នេះនឹងក្លាយទៅជាបុរសដែលនឹងកប់ចំណាំឈ្មោះក្នុងប្រវត្តិសាស្ត្រហើយយើងក៏បានឃើញចុងនេះបានសរសើរលើសេះចាស់របស់ខ្លួនថាវិតជាខ្លាំងហើយសំបីតែរត់មកប៉ុណ្នេះហើយនៅតែមិនទាន់មានបែកញើសទៀតហើយក៏បានសរសើរថាជើងរបស់វាគឺពិតជាខ្លាំងមែនហើយក៏បានលើកទឹកចិត្តសេះរបស់ខ្លួនថាគឺចិត្តទៅដល់ហើយនៅខ្វះតែប្រមាណទៀតទេគឺយើងនឹងអាចតាមទាន់ចៃរោហើយប៉ុន្តែស្រាប់តែមានរឿង surprise គឺថា Diego បានឆ្លងកាត់ពីអ្នកដតីមកពីក្រោយហើយបុកទៅដល់ចុងនេះតែម្ដងហើយកុំថាឡើយតែចុងនេះសំបីតែ MC ក៏ភ្ញាក់ផ្អើលដែរDiego បានជិះតាមមកដល់ចុងនេះហើយចុងនេះក៏មើលដឹងថា Diego គឺចង់ប្រើ style ដែលខ្លួនបានប្រើទៅលើចៃរោកាលពីមុនដោយមកដាក់ចុងនេះដែរហើយចុងនេះបានគិតថាបើសិនជាខ្លួនប្រើ technique ខ្លួនឥឡូវនេះគឺពិតជាគ្រោះថ្នាក់ណាស់ប៉ុន្តែបើសិនជាគេមិនធ្វើទេខ្លួនគឺនឹងមិនមានឱកាសអាចនឹងយកឈ្នះចៃរោបានទេទីឲ្យចប់ចុងនេះបានប្រើ technique របស់ខ្លួនស្ទុះហកចេញពីអ្នកដតីរួមទាំង Diego ផងដែរតែវាក៏បានបង្កការភ្ញាក់ផ្អើលទៅលើ Diego ព្រោះថាចុងនេះពិតជាមានសមត្ថភាពខ្លាំងណាស់ដោយឥឡូវនេះចុងនេះគឺនៅតែក្រោយចៃរោម្នាក់នោះទេរីឯចៃរោនិង Poco វិញគឺនៅតែប្រណាំងគ្នា